ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះម៉ៅរទ្ធីមកពីថ្នាក់ងខ្ញុំមកនេះសូមមកសង្ខេបមេរៀនទី2ជូនលោកគ្រូមានដំណងជើងថាការវិតម្លៃក្នុងថ្នាក់រៀននិងតួនាទីការវិតម្លៃក្នុងការបង្រៀននិងរៀនអញ្ចឹងក្នុងមេរៀននេះមានវត្ថុបំណងចំនួន3ទី1ពន្យល់ពីធម្មជាតិនៃការវិតម្លៃក្នុងថ្នាក់រៀនគោលបំណងចរិតលក្ខណៈនិងរបៀបដែលការវិតម្លៃក្នុងថ្នាក់រៀនខុសពីរបៀបវិតម្លៃផ្សេងទៀតនិងទី2ឲ្យឧទាហរណ៍ពីរបៀបបញ្ចូលប្រភេទការវិតម្លៃផ្សេងក្នុងការរៀននិងបង្រៀនទី3ប្រាប់ពីកត្តាផ្សេងទំនួលខុសត្រូវក្នុងការបង្កើតប្រឡងតេស្តទ្រឹស្ដីសិក្សាដែលជះឥទ្ធិពលលើការសម្រេចចិត្តពីរបៀបវិតម្លៃក្នុងការរៀននិងអនុវត្តក្នុងថ្នាក់របស់គ្រូម្នាក់អញ្ចឹងក្នុងមេរៀននេះមានមាតិកាចំនួន3ទី1សេចក្តីផ្ដើមទី2កត្តាសំខាន់ដែលជះឥទ្ធិពលលើការវិតម្លៃក្នុងថ្នាក់រៀនទី3ធាតុផ្សំនៃការវិតម្លៃក្នុងថ្នាក់រៀនអញ្ចឹងចំណុចទី1សេចក្តីផ្ដើមក្នុងសេចក្តីផ្ដើមនេះគេនិយាយអំពីការនៅពេលដែលការបង្រៀនខ្លឹមសារមេរៀននិងបទពិសោធន៍ការសិក្សានិងការវិតម្លៃមានភាពបន្ស៊ីគ្នាការសម្រេចចិត្តនិងការជំរុញទឹកចិត្តត្រូវបានលើកកម្ពស់ហើយចំណុចទី2កត្តាសំខាន់នៃកត្តាសំខាន់ដែលជះឥទ្ធិពលលើការវិតម្លៃក្នុងថ្នាក់រៀនមានអ្វីខ្លះអញ្ចឹងក្នុងការកត្តាដែលជះឥទ្ធិពលដល់ការវិតម្លៃក្នុងថ្នាក់រៀនទី1អក្ខរកម្មផ្នែកទិន្នន័យទី2ការប្រឡងថ្នាក់ជាតិនានាទី3ការអប់រំតាមប្រព័ន្ធស្តង់ដារទី4គោលការណ៍នៃការបង្រៀននិងរៀនទ្រឹស្ដីបង្រៀននិងរៀនផ្សេងទី5បច្ចេកទេសវិទ្យានិងទី6ចំណេះដឹងបំណិននិងអេរិយាបថសតវត្សទី21ជាងចូលចំណុចទី1 2.1 យើងនិយាយអំពីតម្រូវការថ្មីនៃពិភពលោកអន្តរទំនាក់ទំនងផ្នែកលើព័ត៌មានយើងមាន4ចំណុចដែរទី1ការយល់ដឹងស៊ីជម្រៅនៃបញ្ញត្តិគ្រឹះរបស់ខ្លឹមសារមេរៀនសំខាន់ទី2បំណិនពុទ្ធិដូចជាការដោះស្រាយបញ្ហាការសម្រេចចិត្តនិងការគិតប្រកបដោយវិចារណញ្ញាណនិងមេត្តាពុទ្ធិទី3យើងគិតអំពីការគិតប្រកបដោយនវានុវត្តនិងភាពច្នៃប្រឌិតទី4បំណិនទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពយើងចូលចំណុច2.1ដដែលតម្រូវការថ្មីថាតម្រូវការថ្មីរបស់ពិភពលោកអន្តរទំនាក់ទំនងនោះមានអ្វីខ្លះទី1បំណិនសង្គមប្រកបដោយប្រសិទ្ធភាពទី2ការយល់ដឹងនិងទស្សនៈសកលទី3អេរិយាបថឬអត្តចរិតដូចជាទំនួលខុសត្រូវភាពស្មោះត្រង់ការដឹកនាំរបស់ខ្លួនឯងការតស៊ូនិងការមិនបោះបង់ជាដើមអញ្ចឹងចំណុចនេះគឺបានចប់ទៅយើងចូលទី2យើងនិយាយអំពីបច្ចេកវិទ្យាវិញអញ្ចឹងបច្ចេកវិទ្យាយើងតម្រូវឲ្យមានការចាត់វិធានការនិងការគិតពីអ្នកសិក្សានិងការដាក់ពិន្ទុអូតូម៉ាទិកឬស្វ័យប្រវត្តិនិងផ្ដល់ឱកាសជាច្រើនដល់គ្រូបង្រៀននៅមធ្យោបាយថ្មីក្នុងការវិតម្លៃសិក្សារបស់អ្នកសិក្សាដូចជាសិស្សជាដើមចំណុចបន្ទាប់គោលការណ៍នៃការសិក្សាសង្គមពុទ្ធិនិងការលើកទឹកចិត្តរបស់សិស្សគឺនិយាយអំពីទី1ទ្រឹស្ដីពុទ្ធិការសិក្សាប្រកបដោយអត្ថន័យមានវិន័យក្នុងខ្លួនការទទួលចំណេះដឹងតាមបែបសកម្មបំណិននៃការគិតការលើកទឹកចិត្តតាមរយៈការផ្ដល់មតិកែលម្អ
ខ្ញុំអត់ទាំងអស់នេះធ្វើឲ្យកូនសិស្សកសាងបាននៅចំណេះដឹងដែលមានអត្ថន័យផ្ទាល់របស់ពួកគេតាមរយៈការប្រើប្រាស់ចំណេះដឹងដែលពួកគេមានស្រាប់តាមរយៈការបង្រៀនរបស់គ្រូហើយសិស្សអាចយកចំណេះដឹងទាំងនោះទៅផ្សារភ្ជាប់នឹងចំណេះដឹងថ្មីដែលពួកគេបានរៀនផ្ទាល់ខាងក្នុងថ្នាក់រៀនឬក៏ក្រៅសាលាឬក្នុងសង្គមផ្សេងហើយមួយទៀតសិស្សអាចមានវិន័យផ្ទាល់ខ្លួនពេលគេប្រើប្រាស់ចំណេះដឹងនោះប្រៀបដូចជាយកចំណេះដឹងនោះទៅអភិវឌ្ឍនៅស្ថានភាពថ្មីនិងចេះរកនៅវិធីត្រួតពិនិត្យនិងគ្រប់គ្រងការរៀនរបស់ខ្លួនឯងបានជាបន្តបន្ទាប់ចំណុចទី2បន្តទៀតជាងពុទ្ធិបាទពុទ្ធិត្រូវបានសម្របសម្រួលដោយវប្បធម៌និងបរិបទសង្គមដែលជះឥទ្ធិពលខ្លាំងបាទឥទ្ធិពលខ្លាំងខ្លាដោយអន្តរកម្មរវាងគ្នាអញ្ចឹងហើយទី2ការលើកទឹកចិត្តប្រកបដោយប្រសិទ្ធភាពគឺមានពីខាងក្នុងជាពិសេសកូនសិស្សអាចចូលរួមនៅពេលពួកគេជួបបញ្ហាប្រឈមផ្សេងនឹងការសម្រួលនឹងការយល់ខុសរបស់ពួកគេនឹងដោះស្រាយបញ្ហាផ្សេងចឹងគោលការណ៍នៃការសិក្សាសង្គមពុទ្ធិនិងការលើកទឹកចិត្តនេះវាល្អខ្លាំងចំពោះសិស្សសាស្ត្រនិងសិស្សគ្រប់រូបចឹងខ្ញុំសូមទៅបន្តទៀតចឹងទី1សិស្សត្រូវមានស្វ័យវិតម្លៃខ្លួនឯងដើម្បីផ្ដល់ស្វ័យតម្រង់ទិសស្វ័យឆ្លោះបញ្ចាំងនិងការបដិញ្ញាចិត្តនិងការត្រួតពិនិត្យក្នុងការតាមដានទីបន្ទាប់មកទៀតស្វ័យប្រសិទ្ធភាពនោះគឺការជឿជាក់អាចថាទទួលបានជោគជ័យគឺមានសារៈសំខាន់សម្រាប់ការលើកទឹកចិត្តនិងការចូលរួមក្នុងការសិក្សារបស់សិស្សការលើកទឹកចិត្តក្នុងការខំប្រឹងប្រែងគឺជាធាតុផ្សំសំខាន់ក្នុងការសិក្សានិងការអនុវត្តពីព្រោះអីបើគ្មានធាតុផ្សំទាំងអស់នោះទេសិស្សអាចគិតថាខ្លួនឯងគ្មានសមត្ថភាពក្នុងការសិក្សាក្នុងការទទួលយកចំណេះដឹងហើយមិនអាចយកទៅអភិវឌ្ឍខ្លួនឯងបានក្នុងជីវភាពប្រចាំថ្ងៃទៅបាទអញ្ចឹងចំណុចទី2បន្ទាប់ទៀតធាតុផ្សំនៃការវិតម្លៃក្នុងថ្នាក់រៀនតើធាតុផ្សំក្នុងការវិតម្លៃថ្នាក់រៀននោះវាជាអ្វីយើងងាកមកមើលទាំងអស់គ្នាអញ្ចឹងធាតុផ្សំនៃការវិតម្លៃក្នុងថ្នាក់រៀនគឺជាដំណើរការនៃការប្រមូលភស្តុតាងព័ត៌មានការបកស្រាយនិងការប្រើប្រាស់ភស្តុតាងនៃការរៀនរបស់សិស្សដើម្បីគ្រប់គ្រងការសម្រេចចិត្តតាមមធ្យោបាយផ្សេងបាទហើយធាតុផ្សំនៃការវិតម្លៃនោះមានអ្វីខ្លះទី1យើងទៅសិក្សាអំពីធាតុផ្សំនៃការវិតម្លៃទី1វត្ថុបំណងវាគេនិយាយអំពីវិនិច្ឆ័យចំណុចខ្លាំងចំណុចខ្សោយរបស់សិស្សការយល់ខុសក្បាលកំហុសនៃការរៀនរបស់សិស្សការត្រួតពិនិត្យការប្រឹងប្រែងការរីកចម្រើនរបស់សិស្សបាទចងក្រងភស្តុតាងការសិក្សារបស់សិស្សជាឯកសារផ្សេងៗអញ្ចឹងទៅបាទបន្ទាប់មកទៀតធាតុផ្សំនៃការវិតម្លៃរបស់សិស្សជាបន្តទៀតគឺការវិតម្លៃបាទការវិតម្លៃយ៉ាងម៉េចបាទអញ្ចឹងការវិតម្លៃគឺជាការប្រកបហើយគឺជាដំណើរការជាប្រព័ន្ធក្នុងការកំណត់ជាតួលេខឲ្យសិស្សលើអាកប្បកិរិយាឬការអនុវត្តប្រើប្រាស់ចំណេះដឹងផ្សេងហើយមួយទៀតក្នុងការបកស្រាយលទ្ធផលផ្សេងសិស្សជាវិនិច្ឆ័យពីគុណភាពដែលកំណត់ពីអត្តចរិតអាកប្បកិរិយាក្នុងការអនុវត្តចំណេះដឹងរបស់សិស្សបាទចំណុចបន្ទាប់ទៀតការប្រើប្រាស់លទ្ធផលអញ្ចឹងការប្រើប្រាស់លទ្ធផលនេះវាមាន3ចំណុចដែរទី1ការវិនិច្ឆ័យទី2ការដាក់បន្ទុកទី3ការសម្របសម្រួលក្នុងការបង្រៀនបាទអញ្ចឹងគ្រូបង្រៀនអាច
vì đầm lầy sơក្នុងការបង្រៀនក្តីក្នុងការរៀនរបស់សិស្សក្តីទៅតាមសភាពជាក់ស្ដែងរបស់សិស្សហើយសិស្សក៏អាចយកចំណេះដឹងនោះទៅអនុវត្តក្នុងការរស់នៅប្រចាំថ្ងៃបាទស្គាល់ពីខ្លួនឯងចេះយកចំណេះដឹងនោះទៅអនុវត្តក្នុងសង្គមខាងក្រៅដើម្បីធ្វើឲ្យខ្លួនឯងនឹងមានចំណេះដឹងថ្មីក្នុងការអភិវឌ្ឍគ្រួសារខ្លួនឯងនិងសង្គមជាតិទាំងមូលឥឡូវនេះខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះក៏សូមអរគុណលោកគ្រូនិងលោកគ្រូអ្នកគ្រូដែលជាគរុនិស្សិតទាំងអស់បាទសូមអរគុណច្រើន